បាទជាបឋមខ្ញុំបកណាខ្ញុំបាទសូមគិរវៈជ្រះថ្លានមស្ការចំពោះគុណព្រះពុទ្ធគុណពធัวគុណព្រះសង្ឃគុណមេត្តាគុណបិតាគុណគ្រូឧបជាយាចាដោយសេចក្តីគោរពជ្រះថ្លានៃខ្ញុំបកណាខ្ញុំបាទទេណាបាទនៅក្នុងថ្ងៃនេះសូមគោរពចំពោះលោកតាលោកយាយអ៊ំប្រុសអ៊ំស្រីបងប្រុសបងស្រីក្មួយប្រុសក្មួយស្រីទាំងអស់ចៅប្រុសចៅស្រីទាំងអស់ទៀតណាដោយសេចក្តីនឹករលឹកដោយសេចក្តីរាប់អាននៃខ្ញុំបកណាខ្ញុំបាទទៀតបាទនៅក្នុងថ្ងៃនេះគឺជាថ្ងៃច័ន្ទ8រោចរណយខែពិសាឆ្នាំអាសាញ់ស័ព្ទស័កពុទ្ធសករាជ2569ត្រូវថ្ងៃទី19ខែឧសភាខែ5គ្រិស្តសករាជឆ្នាំ2025បាទនៅក្នុងថ្ងៃនេះខ្ញុំបកណាខ្ញុំបាទនឹងលើកអំពីតម្រាសង់ផ្ទះប៉ុន្តែពីថ្ងៃមុនថ្ងៃអាទិត្យហ្នឹងខ្ញុំនិយាយភាសាហើយគឺនិយាយអំពីតម្រាសង់ផ្ទះខែនិយាយពីខែបាទដល់ពេលថ្ងៃច័ន្ទនេះ800ខែពិសាខនេះខ្ញុំនិយាយអំពីថ្ងៃម្ដងមុនដំបូងយើងសង់ផ្ទះខែដូចជាខែ1ខែ2ខែ3ខែ4ខែ5ខែ6ខែ7ខែ8ខែ9ខែ10 11 12ចប់និយាយខែទៀតសង់ផ្ទះខែហ្នឹងហើយឥឡូវយើងនិយាយអំពីសង់ផ្ទះថ្ងៃម្ដងថ្ងៃមាននៅថ្ងៃអាទិត្យច័ន្ទអង្គារពុធពហុសុក្រសៅរ៍ហ្នឹងហើយទៀតណាបាទអញ្ចឹងយើងចាប់ផ្ដើមនិយាយអំពីថ្ងៃសង់ផ្ទះថ្ងៃល្អញាតិញោមថ្ងៃល្អឧទាហរណ៍ថាញាតិញោមសង់ផ្ទះចង់យកថ្ងៃល្អចង់យកថ្ងៃជោគថ្ងៃជ័យថ្ងៃសិរីសុស្ដីថ្ងៃសង់ផ្ទះហ្នឹងយកថ្ងៃល្អឧទាហរណ៍ញាតិញោមចង់រកថ្ងៃណាដែលល្អថ្ងៃច័ន្ទឬក៏ថ្ងៃអង្គារថ្ងៃពុធថ្ងៃពហុថ្ងៃសុក្រថ្ងៃសៅរ៍ថ្ងៃអាទិត្យទៅឧទាហរណ៍ណាឥឡូវខ្ញុំនិយាយអំពីថ្ងៃម្ដងថ្ងៃសង់ផ្ទះឧទាហរណ៍ថាយើងត្រូវតែរកគ្រូនឹងគ្រូដេញពលាឬគ្រូណាដែលចេះក្បួនតម្រារបស់ពីដើមណាដែលរក្សាទុកគេមកដករបស់ដូនតាយើងខ្មែរយើងពីដើមទុកសម្រាប់អាចារ្យហ្នឹងដើម្បីឲ្យកូនចៅជំនាន់ក្រោយហ្នឹងអមអាចារ្យចាស់ជំនាន់ដើមទុកឥឡូវនេះវិញឥឡូវនេះបានសិក្សារៀនសូត្រនៅតម្រាអីផ្សេងដើម្បីឲ្យគិតថាអូតម្រាពីដើមមានថ្ងៃសង់ផ្ទះខែសង់ផ្ទះថ្ងៃល្អថ្ងៃលៀបថ្ងៃជ័យថ្ងៃសិរីសុស្ដីឧទាហរណ៍ណាហ្នឹងហើយឥឡូវយើងនិយាយអំពីថ្ងៃសង់ផ្ទះម្ដងញញឹមថ្ងៃណាបងប្អូនគិតពិចារណាដូចខ្ញុំទេបងប្អូនសង់ផ្ទះនៅក្នុងថ្ងៃអាទិត្យឥឡូវសួរថាថ្ងៃអាទិត្យហ្នឹងល្អអត់អានេះយើងនិយាយតាមពីតម្រាណាតម្រាដូនតារបស់ខ្មែរយើងសត្រាឬក៏សិភៅដែលគាត់ចងក្រងគាត់ចាទុកឲ្យយើងសម្រាប់សិក្សារៀនសូត្រសម្រាប់ប្រើប្រាស់សម្រាប់មើលថ្ងៃអាទិត្យហ្នឹងល្អអត់ថ្ងៃច័ន្ទល្អអត់ទី1ថ្ងៃអាទិត្យក្នុងថ្ងៃអាទិត្យហ្នឹងដែលប្រជាពុទ្ធបរិស័ទអ៊ំប្រុសអ៊ំស្រីក្មួយចៅនឹងបងបងពូមិញហ្នឹងយើងធ្វើផ្ទះសង់ផ្ទះក្នុងថ្ងៃអាទិត្យបានន័យថាថ្ងៃមិនល្អទៀតបាទមិនល្អឡើយច្រើនលេចលឺពាក្យសម្ដីរកម្មរកុសក្នុងថ្ងៃឬក៏នៅក្នុងផ្ទៃក្រុមគ្រួសារណាក្រុមគ្រួសារ
របស់យើងដូចថាចាប់ដើមសង់ផ្ទះក្នុងថ្ងៃអាទិត្យប្រាប់តាលឺកម្មគោលឺពាក្យអញ្ចេះលឺពាក្យអញ្ចោះណាមិនល្អញាតិញោមមិនល្អទេចេះចោះមិនចេះចាំចេះហត់ដូចជាខ្ញុំបញ្ជាក់ម្ដងហើយម្ដងទៀតកម្មគោក្នុងក្រុមគូសាបើមង្គលប្រពន្ធប្តីទៅអញ្ចឹងញោមណាឬក៏ញាតិមិត្តទៅអាហ្នឹងនៅក្នុងក្រុមគ្រួសាររបស់យើងទៅចាប់ដើមរៀបចំថ្ងៃសង់ផ្ទះធ្វើផ្ទះស្រាប់តែអញ្ចឹងមានរឿងចេះរឿងចោះសម្ដីលើពាក្យគេថាអានេះមិនល្អអានេះមិនល្អទៅចាប៉ុន្តែនៅក្នុងគួនតម្រាទៀតណាក្នុងអាទិត្យហ្នឹងមែនទៀតមិនល្អទេកម្មករទៀតជាពិសេសគឺក្នុងផ្ទៃក្រុមគូសាររបស់យើងហ្មងបាទអាហ្នឹងគឺចំណុចទី1គឺសង់ផ្ទះក្នុងថ្ងៃអាទិត្យបានន័យថាមិនល្អទេកម្មករទៅលឺពាក្យអញ្ចេះលឺពាក្យអញ្ចោះទៅនៅក្នុងក្រុមគូសាររបស់យើងអាហ្នឹងគឺថ្ងៃអាទិត្យបាទទៀតណាចំណុចទី2ថ្ងៃច័ន្ទបាទថ្ងៃច័ន្ទបងប្អូនណាថ្ងៃច័ន្ទចាស់ដល់ក៏តែងថាថ្ងៃច័ន្ទល្អដើមទ្រាប់ណាដើមទ្រាប់ថ្ងៃច័ន្ទល្អប៉ុន្តែនិយាយអំពីសង់ផ្ទះក្នុងថ្ងៃច័ន្ទវិញអញ្ចឹងចាស់ដល់ក៏ថាថ្ងៃច័ន្ទទៀតណាគឺល្អមែនបាទល្អណាស់ថ្ងៃច័ន្ទសង់ផ្ទះនៅក្នុងថ្ងៃច័ន្ទល្អប្រសើរហ្នឹងហើយព្រោះថាជាថ្ងៃដើមទ្រាប់មានគេយកលៀបមកឲ្យយើងទៅយល់ទេអញ្ចឹងមានន័យថាបងប្អូនពូមីងយាយតាទាំងអស់ហ្នឹងចង់ឲ្យកូនចៅសង់ផ្ទះថ្ងៃល្អចាប់ដើមឲ្យកូនចៅរៀបចំរកពេលវេលាជោគពលាជ័យសិរីមង្គលក្រុមគ្រួសារកូនចៅរបស់យើងហ្នឹងឲ្យគាត់រៀបចំសង់ផ្ទះក្នុងថ្ងៃច័ន្ទគឺល្អថ្ងៃច័ន្ទយល់ទេថ្ងៃច័ន្ទល្អមែនញាតិញោមល្អណាស់បាទប្រសើរណាស់អត់ដមណាស់បានន័យថាមានលៀបមានជ័យទៅទៀតណាហើយមានគេថាដើមទ្របមែនទៀតថ្ងៃច័ន្ទហ្នឹងបាទនឹងលៀបសក្ការៈរបស់យើងឧទាហរណ៍ចាប់ដើមសង់ផ្ទះក្នុងថ្ងៃច័ន្ទហ្នឹងដល់ពេលសង់រួចស្អែកឡើងឃើញគេយកមកឲ្យលុយគេសងបច្ច័យទៅដូចថា 100000 ទៅណាយក50000 ទៅ30000 ទៅមកសងយើងអាហ្នឹងបានន័យថាលៀបសក្ការៈកន្លែងហ្នឹងក្នុងថ្ងៃច័ន្ទហ្នឹងគឺជាថ្ងៃល្អណាស់បាទថ្ងៃដើមត្រប់មានលៀបមានជ័យក្រុមគូសាររបស់យើងគេយកលៀបរបស់យើងនេះគេយកលៀបមកឲ្យក្នុងថ្ងៃច័ន្ទហ្នឹងគឺជាថ្ងៃល្អប្រសើរណាស់ឧត្តមថ្ងៃច័ន្ទគឺថ្ងៃដើមទ្រាប់អាហ្នឹងគឺចំណុចទី2ថ្ងៃច័ន្ទគឺថ្ងៃទី2ថ្ងៃដើមទ្រាប់ថ្ងៃល្អថ្ងៃលៀបថ្ងៃជ័យសិរីមង្គលណាអាហ្នឹងគ្រាន់តែខ្ញុំនិយាយអំពីសង្ខេបទេណាខ្លីៗទៅដល់ថាលោកគ្រូថាថ្ងៃច័ន្ទថ្ងៃល្អមែនដល់ពេលថ្ងៃហ្នឹងសង់ផ្ទះភ្លាមស្អែកឡើងមានលៀបហូរចូលក្នុងផ្ទះរបស់យើងមែនយល់ទេហ្នឹងគឺចំណុចទី2ថ្ងៃច័ន្ទថ្ងៃដើមទ្រាប់ថ្ងៃល្អប្រសើរណាស់ទី3សង់ផ្ទះក្នុងថ្ងៃអង្គារញាតិញោមដឹងថាអង្គារមិនដែរថ្ងៃអង្គារទៀតណាចង់និយាយទេបាទប៉ុន្តែខ្ញុំនិយាយឲ្យបានស្ដាប់ចុះថ្ងៃអង្គារញាតិញោមណាគ្រាន់តែថាចាស់ផ្ដាំគាត់និយាយចេះអត់ចេះកុហកយើងទេគាត់ថាថ្ងៃអង្គារក្បាលរឹងណាគោកាប់មកក្បាលរឹងណារឹងគ្រូណានិយាយទៅចេះនិយាយតឹងណាមិនចេះស្ដាប់ចាស់មិនចេះស្ដាប់ជុំទេក្បាលរឹងហ្មងទៀតឧទាហរណ៍ណាហ្នឹងចាស់ពីដើមមកចាស់ពីដើមដូនតាពីដើមគាត់និយាយអញ្ចឹងគាត់ត្រូវ
thử một quát đã tiền men ngày kia tiền ba hưởng men hưởng nó hưởng hủ đó ba hưởng chơi thật tân luôn đó nè anh đang ba đây tha non ngày ông kia nắng dưng sang té non thằng kia mình là pro chỉ ngày rừng rú nằm miền tụ tụ thấy đọt luôn nhung vô lẽ mình dùng ố từ họ thà dương sang té non thằng kia nắng sẽ tập xong té với ấy hối và miền tụ tụ đo cột nạ đo côn đo bập bún đo đây dương côn dương nhít mật bom ôn dương thế đó hay san tư nó mà đo luôn là bao dương từ trong của xa bao dương từ ban này tha ngày ông kia tên á chi hương từ chiều với mấy cột của quan tha chiều với không ngày ông kia từ vì rừng ru na vì mình là nó đoក្នុងក្រុមគ្រួសារកូនចៅរបស់យើងទៅសង្ឃទៀតណាសង្ឃផ្ទះដូចជាខ្ញុំចាក់ខាងដើមថាថ្ងៃអាទិត្យមិនល្អថ្ងៃច័ន្ទល្អថ្ងៃអង្គារមិនល្អថ្ងៃរឹងរូសហ្នឹងហើយថ្ងៃរឹងបាទចោចេះតតឹងហ្នឹងហើយបាទយល់ទេhay anh tại đo trong của xa côn bỏ dừng được đấy này thằng ngày xong te thằng ngày thì buồn thằng ngày bột nhìn vô đang thằng ngày bột này thằng ngày bột nó cứ chỉ thằng ngày lọ này chẳng ban này tha bong pro bong sray môi sray dây ta từng còn chờ trong song tia ngày bột nâng cư mình không tây lọ nè bạn bột liệp bỏ hoa sạch thi tới ô tô hó nè anh đang gì pin và lá đây bột liệp tới bỏ hoa sạch thi tới ô tô hó nè này chắc ban đây tha song tia ngày bột lọ nè nhận nhôm bạn lọ nè nâng bàn liệp cô chỉ tí bình chặt đó nâng bàn liếp cua cho tí bình cho từ bàn này tháo còn chơi thử điệp chấm á dương chia bộ chia mặt đai ấy chọn ai côn điệp chấm xong tiệt mây tiệt mò cái đây nhá tiệt bường cái đây trời rọc pê và lì khai dừng rau hai ngày dừng rau hai hả bạn ta trong video đấy trong dòng pi ngày gì cuộc khai trong gì ngày buổi này chẳng ban này tha con trai từng lai xong tiệc trong ngày bột nâng cư lọ na ba miền liệp miền tây nâng bàn chỉ cu chỉ tí bình chặt ban này tha bỏ để dừng rọ ban tên á liệp được bỏ dừng đấy chay được bỏ dừng và cô chỉ tí bình chặt bình là mà mơ từ của tôi nhớ này chẳng ban này thá giờ điệp trong xong tiệt ngày bột nâng cư lọ na nâng bàn liệp bàn chay chỉ cô chỉ tí bình chặt từ anh đang còn đặt trong và cô na trong bát mình chẽ giang sừng khai bạc lấy chai chuột đòn nhiệt nhôm bột bò để sạch từng trong điệp sang tia ở côn nè ở chai ấy rồi ngày rồi pi và ly lọ chụp lọ chay sợi mang cô tới đó ngày nào đã lọ điệp trong từ sang tia mình tha tia tôi tia thom tia pi khnon đây tia bay khnon đây tia mò đây nè ô rồi chúng ta đây tới tại rồi pi rồi về ly ở lọ ở chai ở côn để bỏ dương do lẽ anh nắng ban này thá ngày bốn cứ gì ngày lọ nè ngày liệp ngày chay nè cô chỉ tí bình chất non crom của xa cô là bỏ dương lấy ngày tí và mang nhận nhôm ngày bỏ hoa nhận nhôm đó lấy số tí nhận nhôm thằng ngày phò là ọt sang tia nó non ngày bỏ hoa là ọt nè ta bị chặt chặt đang có thà đâm ra xịp hơi bị đam thế ná
គាត់ថាថ្ងៃប្រហោះហ្នឹងក៏គាត់ថាល្អដែរបាទល្អមែនថ្ងៃប្រហោះថ្ងៃសង់ផ្ទះថ្មក្តីផ្ទះឈើក្តីរោងបាយក្តីរោងចម្ការក្តីអត់តែយើងរៀបចំទៅថ្ងៃណាថ្ងៃពុទ្ធកបាថ្ងៃប្រហោះកបាគឺល្អណាស់បានន័យថាថ្ងៃប្រហោះហ្នឹងគឺថ្ងៃល្អណាស់នឹងបានសុខសាន្តតចតជុំសម្បូរសបាយហ្នឹងហើយបានន័យថាយើងរៀបចំនៅក្នុងថ្ងៃប្រហោះកូនចៅប្រុសស្រីសិស្សគុណទាំងឡាយទៅណាគឺបានសុខបានចម្រើនសម្បូរសបាយនឹងតចតជុំក្នុងក្រុមគ្រួសាររបស់យើងទៀតបានន័យថាដល់ពេលយើងរៀបចំមកថ្ងៃប្រហោះទៅស្រាប់តែតចតជុំទៀតបាទលើកតសកឡៅមួយដើមទៅលើកតសម្ដើមទៅអីទៅតចាក់តជុំក្រុមគ្រួសាររបស់យើងបានន័យថាវាសបោវាសបាយយំអត់មានឈឺដំកាត់អីមកក្រុមគ្រួសារយើងទេហ្នឹងហើយលើកទៅណាសបោវាសបាយទៅមានការទុកអញញោមណាល្អព្រោះថ្ងៃប្រហោះទៅណាថ្ងៃប្រហោះថ្ងៃល្អថ្ងៃបានសុខបានចម្រើនតចាក់តជុំសុខក៏ដុំរមនាក្រុមគ្រួសាររបស់យើងញាតិញោមអញ្ចឹងឲ្យកូនឲ្យចៅឬក៏ចង់រៀបចំសង្ឃគេហដ្ឋានថ្មីផ្ទះថ្មីអីរកថ្ងៃពុទ្ធក៏ល្អថ្ងៃប្រហោះក៏ល្អដែរណាអញ្ចឹងកូនចៅរៀបចំទៅណាចង់រៀបចំសង្ឃផ្ទះថ្ងៃប្រហោះក៏បានថ្ងៃពុទ្ធក៏បានហ្នឹងគ្រាន់តែគ្រូវិជ្ជាសខេបខ្លីៗទៀតណាបាទឥឡូវគឺមកដល់សង់ផ្ទះក្នុងថ្ងៃសុក្រថ្ងៃសុក្រញាតិញោមសួរថ្ងៃសុក្របានល្អដែរសង់ផ្ទះថ្ងៃសុក្រនឹងបានល្អប្រសើរណាអាមួយថ្ងៃប្រហោះបានសុខបានចម្រើនទៅចិត្តជុំសបោសបាយដល់ពេលថ្ងៃសុក្រនឹងបានល្អប្រសើរនឹងបានលៀបសក្ការៈគួរជាទីពេញចិត្តបានន័យថាថ្ងៃសុកទៀតណាក៏ល្អដែរល្អណាស់ទៀតបាទនឹងមានលៀបសការៈគួរជាទីពេញចិត្តហ្នឹងហើយអាហ្នឹងគ្រាន់តែយើងនិយាយខ្លីៗទៅណាអញ្ចឹងកូនចៅលោកគ្រូបញ្ជាក់កណ្ដាលថាថ្ងៃពុទ្ធក៏ល្អថ្ងៃប្រហោះក៏ល្អថ្ងៃសុកក៏ល្អដែរហ្នឹងហើយល្អដូចតែគ្នាទៀតហ្នឹងហើយប៉ុន្តែដល់ថ្ងៃសៅរ៍ញោមសួរថ្ងៃសៅរ៍ល្អដែរឥឡូវឆ្លើយញោមឆ្លើយមកថ្ងៃសៅរ៍សិស្សគុណទាំងឡាយបងប្រុសបងស្រីក្មួយប្រុសក្មួយស្រីយាយតាអ៊ំពូមីងទាំងអស់បញ្ជាក់ថាថ្ងៃសៅរ៍គឺជាថ្ងៃសង់ផ្ទះមិនល្អបានន័យថាអាក្រក់ណាស់នឹងមានសេចក្តីទុក្ខសោកក្តៅកាហាយដល់ខ្លួនជារឿយបានន័យថាឧទាហរណ៍ថាយាយស្រាប់តែនាំកូននាំចៅអីសង់ផ្ទះលេងថ្ងៃសៅរ៍អីបាទថ្ងៃសៅរ៍ទៀតណាអត់ល្អទេដល់ពេលសង់ផ្ទះរួចអីរួចគ្រាន់តែលើកតសកឡៅមកដើមពឹបមានគ្រោះថ្នាក់ប៉ះនេះប៉ះនោះទៅដួលទៅអីទៅណាដល់កូនដល់ចៅរបស់យើងមានចិត្តក្តៅកាហាយជារឿយជាញយញឹកទៅយល់ទេអញ្ចឹងបានន័យថាសង់ផ្ទះថ្ងៃសៅរ៍ហ្នឹងគឺអាក្រក់ណាបងប្អូនប្រុសស្រីយាយតាណាហ្នឹងហើយអញ្ចឹងហាមកូនកុំឲ្យសង់ផ្ទះក្នុងថ្ងៃសៅរ៍អាក្រក់ណាស់នឹងមានសេចក្តីទុក្ខសោកក្តៅកាហាយដល់ខ្លួនជារឿយជាញយទៅណាអញ្ចឹងបានន័យថាកូនចៅទាំងអស់ទាំងបងមិញពូទាំងអស់ហាមប្រានហាមកូនប្រុសស្រីអីអានេះខ្ញុំនិយាយអំពីតម្រាសង់ផ្ទះខែផ្សេងថ្ងៃផ្សេងអញ្ចឹងត្រូវរកពេលវេលាពលាជោគពលាជ័យសិរីមង្គលក្រុមគ្រួសារក្រុមប្រស័យរបស់យើងសង់ផ្ទះខែក្តីថ្ងៃក្តីសូមមានលៀបមានជ័យឲ្យមានហេងសិរីសុស្ដីលៀបសក្ការៈរបស់យើងចូលច្រើនទៅយើងរកថ្ងៃល្អញាតិញោមណាអញ្ចឹងលើខ្ញុំនិយាយសារជាថ្មីម្ដងទៀតសារដើមញោមណា
ចឹងសិស្សកូនទាំងឡាយលោកគ្រូហាមចេះទី1សង់ផ្ទះថ្ងៃអាទិត្យមិនល្អអាហ្នឹងគឺទី1ចាំណាថ្ងៃច័ន្ទល្អណាស់ថ្ងៃអង្គារមិនល្អថ្ងៃពុធល្អថ្ងៃពហុល្អថ្ងៃសុក្រល្អថ្ងៃសៅរ៍មិនល្អទេអញ្ចឹងមានតែនៅក្នុងតម្រាសង់ផ្ទះហ្នឹងគេចង់និយាយថាទី1ថ្ងៃអាទិត្យមិនល្អឡើយចាំទុកហ្នឹងណាថ្ងៃច័ន្ទល្អថ្ងៃអង្គារមិនល្អថ្ងៃសៅរ៍អាក្រក់អញ្ចឹងមានន័យថានៅក្នុងអាទិត្យច័ន្ទអង្គារពុធពហុសុក្រសៅរ៍នឹងឯងថ្ងៃទាំង7ហ្នឹងទៀតណាមានតែ3ញាតិញោមមានថ្ងៃអាទិត្យមិនល្អថ្ងៃអង្គារមិនល្អថ្ងៃសៅរ៍មិនល្អអញ្ចឹងបានន័យថាថ្ងៃសង់ផ្ទះកូនចៅប្រុសស្រីត្រូវតែរកគ្រូអីឲ្យគាត់មើលទៅណាហ្នឹងហើយអញ្ចឹងបានន័យថាក្នុងថ្ងៃទាំង7ហ្នឹងមានអាទិត្យច័ន្ទអង្គារពុធពហុសុក្រសៅរ៍7ហ្នឹងមានតែ3ឯងមិនល្អអាទិត្យមួយមិនល្អបាទថ្ងៃអាទិត្យមិនល្អថ្ងៃអង្គារមិនល្អថ្ងៃសៅរ៍មិនល្អយល់ទេដល់ពេលថ្ងៃទាំង5ហ្នឹងថ្ងៃច័ន្ទល្អថ្ងៃសុក្រល្អថ្ងៃពហុល្អថ្ងៃពុធល្អអញ្ចឹងតែមានតែអាទិត្យមិនល្អសង់ផ្ទះអង្គារមិនល្អសង់ផ្ទះសៅរ៍មិនល្អសង់ផ្ទះទេណាមាន3អន្តីក្រោយហ្នឹងល្អទាំងអស់អញ្ចឹងពុទ្ធពហុសុក្រសៅរ៍ហ្នឹងពុទ្ធពហុសុក្រហ្នឹងហើយណាពុទ្ធថ្ងៃពុធល្អថ្ងៃពហុល្អថ្ងៃសុក្រល្អថ្ងៃច័ន្ទល្អអញ្ចឹងយើងដកថ្ងៃអាទិត្យថ្ងៃអង្គារថ្ងៃសៅរ៍ទៅបានហើយក្រោយប៉ុណ្ណឹងថ្ងៃណាពុទ្ធពហុសុក្រថ្ងៃច័ន្ទហ្នឹងគឺល្អអញ្ចឹងអរគុណណាកូនសិស្សគុណទាំងឡាយទាំងពួងទាំងអស់ដែលបានចូលមើលវីដេអូលោកគ្រូនេះសូមជូនពរជូនជ័យសិរីមង្គលទាំងអស់គ្នាណាកូនសិស្សណាដែលចង់រកសង់ផ្ទះថ្ងៃល្អខែល្អអីគឺស្ដាប់វីដេអូលោកគ្រូទៅធ្វើតាមលោកគ្រូទៅណានឹងមានជោគមានជ័យស្អីទៅណាបាទអញ្ចឹងសូមជូនពរជូនជ័យជួបប្រទះពុទ្ធមង្គលពរ4ប្រការអាយុវណ្ណោសុខខាងពលៈអនុមោទនា